តោះអ្នកទាំងអស់គ្នាមកមើលខ្ញុំធ្វើជ្រក់ខ្ទឹមណាថ្ងៃនឹងដែរចេញទៅក្រៅឃើញយាយគាត់លក់គោខ្ទឹមល្អអ្នកទាំងអស់គ្នាហើយក៏ជួយគាត់ទិញគាត់កន្លះគីឡូយកមកធ្វើជ្រក់ខ្ទឹមញ៉ាំទុកញ៉ាំបាយកកញ៉ាំបាយក្តៅអីចឹងណាអ្នកទាំងអស់គ្នាតោះមកមើលខ្ញុំធ្វើទាំងអស់គ្នាណាជាដំបូងយើងដាំទឹកឲ្យពុះហើយយើងដាក់គោខ្ទឹមរបស់យើងចូលស្លឹកវាចាំដាក់តាមក្រួយណាអ្នកទាំងអស់គ្នាព្រោះស្លឹកវាឆាប់ទ្រោមជាងគល់យើងខ្ញុំដាក់គល់មុនហើយស្លឹកវាខ្ញុំដាក់តាមក្រួយណាទាំងអស់គ្នាយើងដាក់តែមកត្រឡប់បានហើយឥឡូវយើងស្រង់វាមកដាក់ទឹកត្រជាក់ខ្ញុំដាក់ត្រាំតកអ្នកទាំងអស់គ្នាឲ្យវាស្រួលញ៉ាំផ្អែមអីចឹងណាហើយពេលយើងដាក់ត្រាំតកយើងឡើងស្រួយអ្នកទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមបុកខ្ទឹមបុកម្ទេសយើងទៅចាប់ដើមលាយទឹកជ្រក់របស់យើងណាយើងមានខ្ញុំប្រើស្ករ3ហើយឥឡូវយើងចាប់ដើមមកលាយទឹកជ្រក់របស់យើងមកអ្នកទាំងអស់គ្នាខ្ញុំប្រើខ្ទឹមកន្លះគីឡូខ្ញុំប្រើស្ករស3ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយហើយទឹកត្រីខ្ញុំប្រើ3ស្លាបព្រាបាយអ្នកទាំងអស់គ្នាអំបិលខ្ញុំលួចបន្តិចឲ្យវាចាប់ជាតិទឹកត្រីរបស់យើងវារៀងដិតអីចឹងណាឥឡូវយើងចាប់ដាំច្បល់ជាមួយខ្ទឹមរបស់យើងមកអ្នកទាំងអស់គ្នានិយាយមែនណាឆ្ងាញ់រសជាតិវិញផងឲ្យ10លើ10ហ្មងអ្នកទាំងអស់គ្នាដែរធ្វើញ៉ាំអត់បាទដែរតែសាក់ធ្វើញ៉ាំមកអ្នកទាំងអស់គ្នាឆ្ងាញ់ស្រួយផ្អែមណានិយាយទៅឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នាហើយណែខ្ញុំ